ដល់ពេលដែលយើងចាក់ filler ទៅវាអត់អាចរលាយឬក៏ break down ដោយរាងកាយយើង 100% ទេដល់សល់ខ្លះដល់ពេលហើយយើងទៅពេលយើងគ្រឿងជ្រួញទៀតយើងចាក់ឡើងទៅចាក់ទៀតដល់ពេលយូរទៅវាធ្វើឲ្យមានបញ្ហាមួយហៅថា overfill ហ្នឹងគឺចាប់ផ្ដើមធ្វើឲ្យបុកយើងហ្នឹងមានសភាពខុសប្រក្រតីណាខ្ញុំដាក់រូបឲ្យមើលទី1គឺមើលទៅអត់ធម្មជាតិមើលទៅមុខយើងប្លែកខុសពីមុនអ្នកដែលស្គាល់យើងមិត្តភក្តិបងប្អូនឃើញមុខយើងរៀងប្លែកចម្លែកខុសពីមុនណាវាអត់ធម្មជាតិវាអត់ natural ពេលខ្លះគឺបើយើងចាក់ខុសកន្លែងព្រោះថាចាក់អ្នកខ្លះគាត់ចាក់នៅទៅនេះតែពេលចាក់នៅនេះទៅវាបាត់ជ្រួញទៅហ្នឹងកន្លែងភ្នែកកន្លែងអីយូរទៅវាចាក់យូរទៅវាច្រើនទៅធ្វើឲ្យហ្នឹងប៉ោងពេកទៅខាងក្រោមមើលទៅអាក្រក់មើលអត់ស្អាតមួយម៉ាត់អញ្ចឹងចាក់អាក្រោមទៀតចាក់ចុះចាក់ឡើងអញ្ចឹងទៅធ្វើឲ្យអត់ត្រូវកន្លែងឬក៏អីអញ្ចឹងទៅធ្វើឲ្យមើលទៅឃើញចាស់ជាងមុនហើយនឹងធ្វើឲ្យគេហៅ masculine face មុខយើងវាធ្លាក់មើលទៅខាងក្រោមចកាយើងធ្លាក់រឿងអីអញ្ចឹងព្រោះមានអ្នកធ្លាប់ជួបហើយគាត់ថាចេះ we learn the hard way មានន័យថាយើងគិតអូ filler គឺល្អខ្លាំងណាស់អត់មានបញ្ហាអីទេចាក់ពេញហើយរាងកាយយើងរំលាយវាទៅវាអត់អីទេដល់ពេលអ្នកតារាល្បីម្ដងគ្នាចាក់អីអ្នកនេះគេមានទៅចាក់ឥឡូវគឺគេរកឃើញបញ្ហាហើយគឺ overfill មុខអត់ដូចពីមុនមុខខុសធម្មតាមើលទៅចម្លែកអញ្ចឹងហើយបានតារាមួយចំនួនគាត់ទៅ dissolve គាត់ទៅរំលាយ filler របស់គាត់វិញដោយតារាម្នាក់នេះគឺគេចោះព័ត៌មានគាត់បាននិយាយផ្ទាល់គឺគាត់ថាមុខគាត់ប្លែកយូរទៅប្លែកទៅដូចមិនមែនគាត់អញ្ចឹងគាត់ទៅរំលាយ filler